ពើងគំនូពើងគំនូគឺជាផ្ទាំងថ្មភក់ដ៏ធំដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃជើងភ្នំគូលែនដែលគេស្គាល់យ៉ាងច្បាស់ស្ថិតនៅក្នុងសម័យអង្គរសប្តាហ៍ថ្ងៃនេះភ្នំគូលែនត្រូវបានបង្កើតឡើងជាឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែននៅក្នុងភូមិសាស្ត្រភូមិត្រពាំងទឹមឃុំតាសៀមស្រុកស្វាយលើខេត្តសៀមរាបពើងគំនូគឺជាបណ្ដុំនៃវត្ថុបុរាណស្ថានជាច្រើនដែលស្ថិតនៅក្បែរៗគ្នាដូចជាអ្នកតាត្រចៀកធំអ្នកតាដេកផ្អៀងប្រាសាទស្វាយលើនិងពើងថ្មជាច្រើនជាដើមតំបន់ពើងគំនូជាទីតាំងស្ងប់ស្ងាត់ងាយស្រួលសម្រាប់ការធ្វើតមធัวក្បត់ទីតាំងនេះសម្បូរទៅដោយពើងថ្មជាច្រើននៅជុំវិញដែលមនុស្សមកពីទីជិតឆ្ងាយជាពិសេសតាអេសីឬតាជីនិងយាជីបានមកធ្វើតមធัวនៅទីនេះនៅក្នុងសិលាចារឹកបង្ហាញថាទីតាំងនេះត្រូវបានគេប្រើជាអាស្រមឥសីនៅក្នុងសតវត្សទី12ដើម្បីធ្វើតមធัวមួយវិញទៀតតំបន់នេះក៏បានបន្សល់នៅភស្តុតាងសិល្បៈជាច្រើនឆ្លាក់ជារូបទេពនៅក្នុងព្រហ្មញ្ញសាសនាគំនូរពណ៌ផ្សេងៗនិងផ្ទាំងសិលាចារឹកជាដើមដែលបានឆ្លាក់នៅលើថ្មភ្នំឬពើងថ្មដូចជា1ចម្លាក់ព្រះគណេសដៃ8 2ព្រះវិស្ណុផ្ទុំ3គំនូរត្រីពណ៌ក្រហម4ចម្លាក់ព្រះទេវៈសំខាន់5ចម្លាក់កម្ពស់4ម៉ែត្រនិងទី6អ្នកតាដេកផ្អៀងសូមអរគុណ